ផ្សាររាល់ដងមែនប៉ុន្តែมันប្រកាសថាទៅនឹងចេះតែមានស្បៃនឹងលក់រហូតទេបងប្អូនយូរទៅមានលក់ម្ដងចឹងទៅស្បៃនឹងខ្ញុំធ្លាប់ហៅតាំងពីតូចមកគឺហៅថាស្បៃឆៃសុំឬក៏ស្បៃចកឹះតែបងប្អូនហៅស្បៃអីដែរស្បៃនឹងខ្ញុំចូលចិត្តយកមកស្ងោរជាមួយនឹងសាច់ជ្រូកចិញ្ច្រាំព្រោះថាកូនខ្ញុំចូលចិត្តមែនទែនទៅប៉ះចាំថ្ងៃគេដាក់បន្លែរៀងថ្មីមានបន្លែឡើងប្រមាណមុខដែរបងប្អូនហើយមានប្រភេទស្បៃខាត់ណាស្បៃជើងទាហើយនិងស្បៃចកឹះនឹងឯងហើយស្បៃចកឹះនេះឡើងខ្ចីល្អហ្មងទៅនឹងអត់យកច្រើនទេចាប់តែមួយក្តាប់នឹងឯងយកមកស្ងោរឲ្យកូនញ៉ាំចឹងទៅបងប្អូនព្រោះថាកូនខ្ញុំចូលចិត្តមែនទែនប្រភេទបន្លែខៀវហ្នឹងហើយយើងយកលាងទឹកឲ្យបានស្អាតល្អទៅខ្ញុំយកមកកាត់អញ្ចឹងណាចាកាត់ជាកំណាត់ខ្លីៗខ្ញុំដាក់ដើមផ្សេងឬក៏ស្លឹកផ្សេងអញ្ចឹងទៅកុំឲ្យដាក់ចូលគ្នាព្រោះថាពេលដែលយើងស្លទៅគឺដើមយើងដាក់មុនណាបងប្អូនបើដាក់ចូលជាមួយគ្នាទាំងអស់គឺស្លឹកនឹងឆាប់រលួយពេកហើយសាច់ជ្រូកនេះវិញគឺខ្ញុំយកមកចិញ្ច្រាំចំនួន2ខាំព្រោះថាស្បៃយើងតិចដែរអញ្ចឹងដាក់សាច់ក៏អត់ច្រើនមកដែរបងប្អូនខ្ទឹមសវិញខ្ញុំដាក់តែ2កំពឹសទេព្រោះថា2កំពឹសរៀងធំដែរហើយច្រាំឲ្យល្អិតបន្តិចមកព្រោះថាយើងត្រូវការឆាសាច់ហ្នឹងឲ្យឡើងឈ្ងុយសិនចាឥឡូវនេះយើងចាប់ផ្ដើមដាក់ឆ្នាំងទៅហើយយើងដាក់ប្រេងឆាបន្តិចមកខ្ញុំដាក់ខ្ទឹមច្រាំចូលខ្ទឹមច្រាំហ្នឹងយើងឆាយឡើងឈ្ងុយហើយចាំយើងដាក់សាច់ជ្រូកច្រាំយើងចូលដូចគ្នាដែរស្ងោរស្បៃចកឹះបែបនេះគឺខ្ញុំចូលចិត្តឆាសាច់មុនដើម្បីឲ្យសាច់យើងកាន់តែឈ្ងុយសាច់ហ្នឹងបើបានសាច់លាយខ្លាញ់កាន់តែឆ្ងាញ់បងប្អូនបើដាក់សាច់សុទ្ធក៏អត់សូវឆ្ងាញ់ដែរព្រោះថាសាច់លាយខ្លាញ់គឺមានខ្លាញ់តិចសាច់យើងរៀងទន់ញ៉ាំទៅឆ្ងាញ់មែនទែនចាយើងឆាសាច់យើងបានតិចហើយខ្ញុំដាក់ទឹកត្រីបន្តិចដើម្បីឲ្យកាន់តែឈ្ងុយឆ្ងាញ់ថែមទៀតណាការធ្វើម្ហូបនីមួយតាមគ្រួសារគឺអត់ដូចគ្នាទេអញ្ចឹងហើយដាក់រសជាតិតាមការចូលចិត្តណាបងប្អូនកូរសាច់យើងចុះឡើងហើយថែមម្រេចតិចមកហើយខ្ញុំថែមទឹកមកល្មមទៅដាក់គ្រឿងផ្សំដូចជាម្សៅស៊ុបមាន់តិចផងដែរជាមួយនឹងស្ករក្រាម2-3ដុំបងប្អូនចាស្ករក្រាមហ្នឹងដាក់ទៅមានជាតិឆ្ងាញ់មែនទែនហើយយើងដាក់អំបិលតិចមកចាគ្រឿងផ្សំអត់មានអីច្រើនទេគឺស្ងោរយើងគឺមានតែប្រមាណមុខនឹងឯងបងប្អូនរំងាស់សាច់យើងឲ្យឡើងឆ្អិនបន្តិចហើយចាំយើងដាក់ជាមួយនឹងដើមស្ពៃចូលមុនព្រោះថាដើមហ្នឹងអត់ឆាប់រលួយដូចស្លឹកទេអញ្ចឹងហើយចាំទឹកពុះមួយពុះសិនចាំយើងដាក់ស្លឹកចូលតាមក្រោយបានស្ពៃស្រស់ថ្មីអញ្ចឹងពេលយកមកស្ងោរអញ្ចឹងទៅនិយាយថាជាតិឆ្ងាញ់ណាបងប្អូនអើយអត់ដូចស្ពៃដែលទុកយូរថ្ងៃគឺអត់សូវឆ្ងាញ់ដូចស្ពៃស្រស់អញ្ចឹងទេឥឡូវនេះទឹកយើងបានពុះហើយចាដើមស្ពៃយើងក៏រៀងសពបន្តិចដែរអញ្ចឹងយើងអាចដាក់ស្លឹកចូលបានហើយពេលដែលដាក់ស្លឹកហ្នឹងគឺយើងអត់រងាស់រហូតដល់រលួយអីទេត្រឹមតែ1ពុះ2ពុះទៅគឺយើងអាចបិទភ្លើងបានហើយយើងភ្លក់មើលតាមការចូលចិត្តណាបងប្អូនធ្វើសម្លនេះយើងធ្វើកុំឲ្យប្រៃពេកយើងធ្វើបែបរៀងសាបបន្តិចមកហើយបើថាយើងរៀងសាបបន្តិចយើងដាក់ទឹកត្រីញិចម្ទេសនៅក្បែរហ្នឹងទៅបងប្អូនរសជាតិឆ្ងាញ់មែនទែនតែម្ដងរបៀបនៃការធ្វើម្ហូបឬក៏ធ្វើសម្លផ្សេងខ្ញុំដឹងថាដូចគ្នាទេបងប្អូនតាំងពីរសជាតិនិងការញ៉ាំគឺខុសគ្នាអញ្ចឹងហើយបងប្អូនអាចថែមគ្រឿងទៅតាមការចូលចិត្តរបស់គ្រួសារនីមួយហើយវិធីធ្វើសម្លរបស់ខ្ញុំនេះគឺបែបងាយទេហើយលឿនឆាប់បានញ៉ាំណាបងប្អូនចាអរគុណបងប្អូនទាំងអស់គ្នា